ចឹងកន្លែង new payroll នេះគឺជាកន្លែងបងកណែប្រាក់ខែហើយការកណែប្រាក់ខែគឺវាមាន4 step ជូនបងបាទគឺ prepare បាទ checking ហើយនឹង verification បាទហើយមួយទៀតគឺ approve បាទអញ្ចឹងមុននឹងការកណែប្រាក់ខែគឺបងត្រូវទៅមើល document សិនថាកន្លែងបងនឹងប្រើរូបមន្តទីប្រមាណអញ្ចឹងទៅបាទនេះបងយក document មកបន្តមកទៀតបងអស់មើលមកខាងក្រោមបានបាទនេះអញ្ចឹងបើសិនជាកន្លែងបងចែកប្រាក់ខែនឹង26ថ្ងៃបាទបងយករូបមន្តទី6មកបាទបើសិនជាចែកនឹង30ថ្ងៃបងយករូបមន្តទី5មកបាទចឹងបើសិនជាចែកនឹង30ថ្ងៃបងយករូបមន្តទី5មកបងអាចមើលតាមនឹងបានបាទចឹងឥឡូវឧទាហរណ៍ថាចែកនឹង30ថ្ងៃចុះបាទខ្ញុំយករូបមន្តទី5មកតែម្ដងបាទចឹងខ្ញុំបោះទៅលើហើយខ្ញុំ back មកក្រោយវិញមកចឹងនៅកន្លែងនេះបងឃើញពីថា setting បាទអញ្ចឹងបន្តមកទៀតបងគ្លិកតាមនេះមកបាទអញ្ចឹងមើលទី1បើសិនជាបងកាត់ពន្ធបាទទៅលើប្រាក់ខែបុគ្គលិកបងចុចគ្រីសមកតែបើសិនជាអត់ទេបងដកគ្រីសមកទី2បើសិនជាបងកាត់ពន្ធទៅលើលុយបណ្ណើសរបស់គាត់បាទបងគ្រីសមកតែបើអត់ទេបងដកគ្រីសចេញវិញមកបាទទី3នេះបាទគឺ attendance OT បាទករណីបើសិនជាគាត់ធ្វើការ scan លើសម៉ោងបាទបងថែមលុយគាត់បងគ្រីសមកឧទាហរណ៍ដូចជាគាត់ត្រូវចេញម៉ោង5ល្ងាចក៏ប៉ុន្តែគាត់នៅដល់ម៉ោង5កន្លះឬមួយក៏ម៉ោង6បាទទើបគាត់ធ្វើការ scan check out បាទចឹងបើសិនជាបងចង់ថែមលុយឲ្យគាត់បាទបងគ្រីសមកតែបើអត់ទេបងដកគ្រីសចេញមកឡើងហ្នឹងបាទចូលដល់ OT បាទ request បាទអានេះបើសិនជាករណីគាត់ស្នើសុំ OT មកបងបាទហើយបង approve ហើយបាទចឹងបើសិនជាបងថែមលុយឲ្យគាត់បងគ្រីសមកក៏ប៉ុន្តែបើអត់ទេបងដកគ្រីសចេញមក attendance check in early បាទករណីបើសិនជាគាត់មកធ្វើការមុនម៉ោងបាទចឹងបងឲ្យលុយគាត់បងគ្រីសមកក៏ប៉ុន្តែបើអត់ទេមិនបាច់គ្រីសទេ attendance check in late បាទករណីគាត់មកយឺតបាទចឹងបើសិនជាគាត់មកយឺតបងកាត់លុយគាត់បងគ្រីសមកបាទហើយ attendance check out early គាត់ចេញទៅផ្ទះមុនម៉ោងបាទចឹងបើសិនជាគាត់ចេញទៅផ្ទះមុនម៉ោងបងកាត់លុយគាត់បងគ្រីសមកបាទបន្តមកទៀតចូលមកខាងក្រោមនេះគឺវាមាន normal day OT percentage បាទចឹងបើសិនជាករណីគាត់មកធ្វើការ OT បាទtrongថ្ងៃធម្មតាបងគុណលុយគាត់ 100% បាទនេះប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់ 100% នឹងមកហើយបន្តមកទៀតគឺ holiday បាទ holiday pay percentage បាទចឹងបើសិនជាករណីគាត់មកធ្វើការtrongថ្ងៃ holiday របស់គាត់បាទដូចជាថ្ងៃសៅរ៍អាទិត្យឬមួយក៏ជាថ្ងៃ day off របស់គាត់ជាដើមបាទចឹងបងគុណលុយឲ្យគាត់ប្រមាណភាគរយនៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់តាមនឹងមកហើយបន្តមកទៀតកន្លែង public holiday បាទ pay percentage ចឹងនេះបើសិនជាករណីគាត់មកធ្វើការបាទ OT បាទឬមួយក៏ request OT ចំថ្ងៃបុណ្យជាតិបងគុណលុយគាត់ 200% នៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់ 200% នឹងមកបាទចឹងកន្លែងនេះបងអាច edit បានណាបងអាចដាក់ប្រមាណភាគរយក៏បានដែរបាទបងអាច edit បានបាទចឹងចូលមកខាងក្រោមនេះគឺ absent deduct percentage បាទករណីបើសិនជាគាត់ឈប់ហើយក៏អត់មានបានសុំច្បាប់ទេបាទ absent យកតែម្ដងចឹងបងកាត់លុយគាត់ប្រមាណភាគរយបាទនៃប្រាក់ប្រចាំថ្ងៃរបស់គាត់បងដាក់តាមនឹងបាទហើយនេះគឺជា exchange rate បាទហើយនេះគឺរូបមន្តមិញហ្នឹងរូបមន្តមិញហ្នឹងខ្ញុំយករូបមន្តទី5បាទគឺចែកនឹង30ថ្ងៃបាទខ្ញុំចែក share មួយមកគឺបានហើយអូខេបាទចឹងបន្តមកទៀតនៅកន្លែងនេះគឺបងត្រូវរៀបចំមកកំណត់ថ្ងៃកណេ payroll បាទអញ្ចឹងបងចង់កណេ payroll ហ្នឹងពីថ្ងៃណាដល់ថ្ងៃណាបងរើសថ្ងៃឡើងហ្នឹងមកបាទអញ្ចឹងខ្ញុំចង់កណេ payroll ពីថ្ងៃទី1បាទរហូតដល់ថ្ងៃទី31យ៉ាងដែរបាទហើយនៅកន្លែងនេះគឺបងអាចធ្វើការ filter បានអញ្ចឹងបើសិនជាបងមានច្រើនសាខាបងចង់ធ្វើ payroll ហ្នឹងម្ដងមួយសាខាបាទអញ្ចឹងបងចុចរើសមួយសាខាហ្នឹងទៅបាទហើយចុចកណេទៅបាទ generate payroll ហ្នឹងអញ្ចឹងគឺវាកណេតែបុគ្គលិកនៅសាខានេះទេបាទ testing ហ្នឹងទេអញ្ចឹងខ្ញុំមកដាក់ទេហើយដូចគ្នាផងដែរបើសិនជាចង់កណេតាម department ក៏បានដែរបាទកន្លែងនេះបងរើស department មួយមកហើយបងចុច generate payroll ទៅអញ្ចឹងបុគ្គលិកដែលនៅ department នេះគឺវាយកមកកណេបាទបុគ្គលិកនៅ department ផ្សេងគឺវាអត់មានប៉ះពាល់ទេបាទហើយដូចគ្នាផងដែរបើសិនជាករណីបងចង់តេស្តបាទបុគ្គលិកពី3នាក់អីចឹងទៅបាទនេះកន្លែង employee នេះបាទអញ្ចឹងកន្លែងនេះបងអាច select បានបាទ select បុគ្គលិក3 4 5នាក់ចឹងទៅបាទដើម្បីធ្វើការតេស្ត payroll ហ្នឹងបាទអញ្ចឹងទៅពេលដែល select ហើយចុច generate មកអញ្ចឹងវាកណេតែបុគ្គលិក2នាក់ហ្នឹងទេបាទនេះអញ្ចឹងបើសិនជាករណីបងអត់ចង់ select ចឹងទេបងចង់កណេម្ដងទៅគ្រប់បុគ្គលិកតែម្ដងអញ្ចឹងកន្លែង generate payroll នេះគឺបង select យកតែម្ដងបាទបងចុច generate តែម្ដងបងមិនបាច់ select អីទេបាទអញ្ចឹងដល់ពេលដែលចុច generate ទៅគឺវានឹងយកបុគ្គលិកទាំងអស់មកកណេតែម្ដងបាទបាទអញ្ចឹងឥឡូវខ្ញុំសូមតេស្តថាបុគ្គលិកឈ្មោះបញ្ញាម្នាក់ទេបាទអញ្ចឹងខ្ញុំ search ឈ្មោះរបស់គាត់ហើយខ្ញុំចុច generate payroll បាទអញ្ចឹងចុច yes មកអូខេបាទអញ្ចឹងឥឡូវគឺយើងដល់ដំណាក់កាលទី2បាទនេះគឺជា step checking បាទអញ្ចឹងកន្លែងនេះគឺបងត្រូវពិនិត្យមើលបាទអញ្ចឹងអាចពិនិត្យមើលបានបាទនេះវាមានប្រាក់ខែ gross salary របស់គាត់បាទ daily salary អញ្ចឹងទៅបាទហើយគាត់ឈប់ប្រមាណមកធ្វើការប្រមាណដែលអស់ប្រមាណអញ្ចឹងគឺមាននៅកន្លែងហ្នឹងឲ្យបងឲ្យបាទអញ្ចឹងនេះគាត់បណ្ដោះមិញបាន$30បាទហើយ allowance មកគាត់បាន$50អញ្ចឹងទៅបាទហើយ absent បាទកាត់គាត់អស់250អញ្ចឹងទៅបាទអញ្ចឹងគាត់មក late ប្រមាណលឿនប្រមាណបាទអញ្ចឹងគឺវាមានការកាត់នៅកន្លែងហ្នឹងជូនបងតែម្ដងបាទហើយនេះគឺកាត់លុយរបស់គាត់ខ្ចីលុយក្រុមហ៊ុនហ្នឹងបាទអញ្ចឹងបើសិនជាបងពិនិត្យមើលមកឃើញថាត្រឹមត្រូវហើយសូមចុច check នៅមុខនេះមួយមកបាទក៏ប៉ុន្តែបើសិនជាពិនិត្យមើលទៅឃើញថាមិនត្រឹមត្រូវបាទខុសប្រក្រតីនៅកន្លែងណាមួយបងអាចចុចខ្មៅដៃនេះបានដើម្បីចូលទៅ edit ផ្ទាល់តែម្ដងបាទនេះអញ្ចឹងបងអាច edit តាមនឹងបានបាទ
ហើយមួយទៀតបើសិនជាបងចង់ generate ម្ដងទៀតចុចកន្លែង regenerate នឹងមកបាទនេះរូបកំពុងមូនបាទចុចទៅវានឹងធ្វើការកណនីបុគ្គលិកអ្នកហ្នឹងម្ដងទៀតទេបាទអញ្ចឹងខ្ញុំប្រហែលមកឃើញថាវាត្រឹមត្រូវហើយខ្ញុំចុចពីថា check បាទអញ្ចឹងចុច check ម្ដងនេះមកបាទអញ្ចឹងបន្តមកទៀតខ្ញុំសុំចុចពីថា complete បាទអញ្ចឹងនៅកន្លែងនេះគឺវានឹងធ្វើការផ្ញើបាទផ្ញើ notification ទៅកាន់ app នៅក្នុងទូរស័ព្ទដៃរបស់គាត់ហើយដើម្បីឲ្យគាត់ធ្វើការ approve បាទអញ្ចឹងបើសិនជាបងចង់ឲ្យគាត់ approve ក្នុងរយៈពេលមួយថ្ងៃបងចុចយកមួយថ្ងៃនេះមកបាទហើយចុចអានេះមកចុចចេះមកអញ្ចឹងវានឹងផ្ញើចូលទៅកាន់ app របស់គាត់ហើយដើម្បីឲ្យគាត់ធ្វើការ approve បាទអញ្ចឹងគាត់ទៅមកនៅក្នុង app របស់គាត់បាទបើសិនជា payroll នឹងត្រឹមត្រូវហើយគាត់ confirm មកបងវិញមកក៏ប៉ុន្តែបើសិនជាមិនត្រឹមត្រូវនៅកន្លែងណាទេគាត់អាចធ្វើការមកប្រាប់បងបានបាទអញ្ចឹងបងអាចធ្វើការចូលមកកែគាត់បានបាទឬមួយក៏ម្យ៉ាងទៀតបងអត់ចង់ឲ្យគាត់ធ្វើការ confirm មកបងវិញទេបាទអញ្ចឹងកន្លែងហ្នឹងបងអាចធ្វើការប្រាប់ទៅ trainer ឬមួយក៏ប្រាប់ទៅ support ទៅឲ្យគាត់បិទមុខងារ confirm payroll នឹងចោលតែម្ដងបាទអញ្ចឹងនៅពេលដែលបងចុច yes ហ្នឹងទៅគឺវាគ្រាន់តែផ្ញើឲ្យគាត់ទេបាទឲ្យគាត់ដឹងថាប្រាក់ខែគាត់បានប្រមាណហើយមិនបាច់ត្រូវការគាត់ confirm វិញទេបាទគឺវានឹង confirm តែ auto តែម្ដងបាទអញ្ចឹងខ្ញុំចុច yes មកបាទអញ្ចឹងឥឡូវខ្ញុំសុំធ្វើការ confirm តិចបងបាទអញ្ចឹងខ្ញុំសុំធ្វើការ share screen មកកាន់ទូរស័ព្ទដៃតិចសិនដើម្បីបង្ហាញបងបាទថាវា load មកចេញទម្រង់បែបម៉េចចឹងទៅបាទអូខេបងបាទអញ្ចឹងនៅពេលដែលបុគ្គលិកគាត់ចូលមកកាន់កម្មវិធី Change របស់គាត់មកអញ្ចឹងគាត់នឹងឃើញសារពណ៌ក្រហម load ភ្លឺផ្លែបែបនេះហើយអញ្ចឹងចុចលើនឹងមួយមកបន្តមកទៀតចុចយកកន្លែង payroll នឹងមកបាទអញ្ចឹងគឺគាត់អាច confirm បានហើយបាទនេះចានេះគឺជា pay slip របស់គាត់បាទអញ្ចឹងបើសិនជាគាត់ពិនិត្យមើលមកឃើញថាត្រឹមត្រូវហើយចុច confirm មកបាទចុច yes មកគឺបានហើយអូខេបាទអញ្ចឹងប្រាក់ខែហ្នឹងគឺបាន confirm ទៅកាន់ admin គាត់វិញបាទចុច back មកគឺបានហើយបើសិនជាករណីគាត់ចង់មើលបាទថា history ប្រាក់ខែរបស់គាត់បាទតាំងពីចូលធ្វើការមករហូតមកដល់ឥឡូវគាត់ទទួលបានប្រមាណខ្លះបាទអញ្ចឹងគាត់ចុចមករូប profile របស់គាត់នៅខាងក្រោមនេះមួយមកហើយចុចពីថា payroll បាទអញ្ចឹងចុចមកកន្លែងហ្នឹងមកនេះអញ្ចឹងគឺឃើញអញ្ចឹងនេះគឺជាប្រវត្តិនៃការបើកប្រាក់ខែរបស់គាត់បាទអញ្ចឹងបើសិនជាគាត់បើកបានប្រមាណខែវានឹងមាន list down នៅកន្លែងហ្នឹងបាទអញ្ចឹងគាត់អាចចូលទៅមើលមួយតាមនឹងបានបាទអញ្ចឹងឥឡូវបន្ទាប់ពីបុគ្គលិកបងធ្វើការ confirm រួចរាល់ហើយបងគាត់នឹង refresh អាហ្នឹងមួយមកបាទបន្តមកទៀតនឹងឃើញនៅមុខឈ្មោះរបស់គាត់ហ្នឹងគឺឃើញសញ្ញាគ្រាបញ្ជាក់ថាគាត់បាន confirm ហើយអញ្ចឹងចុចពេលថា finish មកគឺដើម្បីបញ្ចប់ payroll ហ្នឹងបាទបន្តមកទៀតចុចពេលថា yes បាទហើយកន្លែងនេះបងចុចពេលថា view and print មកបាទអូខេបាទអញ្ចឹងនៅកន្លែងនេះបងអាចទាញយករបាយការណ៍ payroll នឹងបានហើយអញ្ចឹងបើសិនជាចង់បានជារបាយការណ៍ file Excel ចុចពេលថា export បាទអញ្ចឹងវានឹង download ទិន្នន័យហ្នឹងជា file Excel ជូនបងតែម្ដងបាទអញ្ចឹងបងអាចចូលមើលបានណាគឺមានទម្រង់ដូចក្នុង system ដែរបាទអូខេហើយមួយទៀតបើសិនជាករណីបងធ្វើការសហការជាមួយធនាគារបាទដើម្បីធ្វើការបើកលុយបុគ្គលិកអញ្ចឹងកន្លែងនេះបងអាចធ្វើការចុចពីថា export for bank បានបាទអញ្ចឹងវានឹង download ជាគំរូបាទ template របស់ bank បានហើយអញ្ចឹងកន្លែងនេះបងអាច select bank បានហើយបងប្រើ bank មួយណាបងយក bank មួយហ្នឹងទៅបាទចុច confirm មកបាទអញ្ចឹងនេះគឺវានឹង download ជា template របស់ bank ឲ្យបងតែម្ដងបាទចាឥឡូវខ្ញុំសូមអត់បើកទេខ្ញុំសូមបិទវិញបាទហើយមួយទៀតបើសិនជាករណីបងចង់ print ជា pay slip បាទចុច video print នេះមកបាទកន្លែងនេះអាចចុចពីថា print បន្តមកទៀតវានឹងចេញចម្លងបែបនេះហើយអញ្ចឹងអានេះបងអាចធ្វើការ print មកខាងក្រៅហើយសញ្ញាឲ្យបើកលុយគាត់ផ្ទាល់តែម្ដងក៏បានដែរបាទអញ្ចឹងសម្រាប់ payroll មានតែប៉ុណ្្នឹងទេបាទអរគុណអ្នកទាំងអស់គ្នាបាទ